សូមឲ្យបងប្អូនចូលរួមក្នុងការថែរក្សាទាំងអស់គ្នាហើយអ្វីក្រោយការធ្វើឲ្យវាស្អាតប្រទេសយើងគឺចាប់ផ្ដើមពីជាបរដ្ឋហើយនឹងអ្នកពាក់ព័ន្ធអស់ម្នាក់រៀងៗខ្លួននឹងចាប់ផ្ដើមធ្វើដើម្បីបរិស្ថានដើម្បីប្រទេសយើងមានគ្នា30នាក់អញ្ចឹងការរៀបសម្រាមនេះដើម្បីស្មាតបរិស្ថានដើម្បីឲ្យបរិស្ថានល្អហើយការស្អាតនេះដែរជាគំរូមួយដែលជួយណែនាំឬក៏អប់រំសិក្សាដល់បងប្អូនជាពលរដ្ឋកុំឲ្យចោលសម្រាមផ្ទះផ្ដាស់ការចោលសម្រាមការមិនអនាម័យនេះនាំឲ្យខូចបរិស្ថានយើងឃើញថាការចោលសម្រាមយើងមើលទៅតិចតាមផ្លូវហ្នឹងតែយើងចោលរាល់ថ្ងៃវានឹងអាចប៉ះពាល់ខូចបរិស្ថានដោយសារជាស្របតាមគោលនយោបាយរបស់រដ្ឋាភិបាលជាពិសេសក្រសួងបរិស្ថានក៏បានលើកពីបញ្ហាផ្លូវជាតិស្អាតគ្មានផ្លាស្ទិកអញ្ចឹងការធ្វើថ្ងៃនេះគឺយើងធ្វើដើម្បីគោលបំណងសំខាន់គឺសម្អាតបរិស្ថានផងហើយនឹងអប់រំផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋគាត់ចូលរួមក្នុងការថែរក្សាបរិស្ថានបាទសូមសួរបងមួយទៀតតើជាចុងក្រោយបងមានសំណពរអ្វីទៅដល់កាន់មហាជនរបស់យើងបាទជាចុងក្រោយខ្ញុំសូមឲ្យប្រជាពលរដ្ឋចូលរួមក្នុងការថែរក្សាបរិស្ថានដូចគេថាបរិស្ថានល្អសុខភាពល្អការទៅមានអនាម័យឲ្យសុខភាពយើងល្អហើយជាពិសេសប្រទេសយើងជាប្រទេសដែលពិសេសនៅខេត្តព្រះវិហាររបស់យើងវាទាញជាទេសចរអញ្ចឹងបើសិនជាយើងចោលសម្រាមពីកាលជាពិសេសនៅតាមផ្លូវជាតិទីសាធារណៈអញ្ចឹងនាំឲ្យបរិស្ថានវាធ្វើឲ្យប៉ះពាល់ដល់សុខភាពយើងផងហើយនឹងធ្វើឲ្យភ្ញៀវគេមិនមកលេងសុខយើងផងអញ្ចឹងសូមឲ្យបងប្អូនចូលរួមក្នុងការថែរក្សាទាំងអស់គ្នា